ថេរភាពយូរអង្វែងផងដែរយើងចាញ់ពីរឿងនេះយើងងាកទៅចាប់អារម្មណ៍ព័ត៌មានថ្នាក់ជាតិបន្តមួយរឿងទៀតគឺនៅក្នុងឆមាសទី1ឆ្នាំនេះដែរគឺមានកម្មករនិយោជិតជាង 3800 នាក់បានស្លាប់និងរងរបួសធ្ងន់ស្រាលដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅឆមាសទី1ឆ្នាំ2026នេះមានករណីកម្មករនិយោជិតជួបករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន 3411 ករណីដោយមានជនរងគ្រោះរងរបួសសរុបចំនួន 3847 នាក់នៅក្នុងនោះមានស្ត្រីចំនួន 2573 នាក់ក្នុងនោះក៏មានអ្នកស្លាប់ចំនួន 63 នាក់និងរបួសចំនួន 979 នាក់និងរងរបួសស្រាលមានចំនួន 2806 នាក់បាទតាមលោកបណ្ឌិតហេងសុផាន់នរិទ្ធដែលជាអគ្គនាយករងនៃបសសនិងជាអ្នកនាំពាក្យនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានមានប្រសាសន៍ដែរថាក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ខាងលើក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនិយោជិតមានចំនួន10ករណីដោយមានជនរងគ្រោះសរុបចំនួន227នាក់ស្រីចំនួន185នាក់និងស្លាប់ចំនួន14នាក់រងរបួសធ្ងន់ចំនួន34នាក់និងរងរបួសស្រាលចំនួន179នាក់លោកបណ្ឌិតក៏បានបន្តទៀតថាចំនួននេះបើធៀបទៅនឹងរយៈពេល6ខែដូចគ្នាកាលពីឆ្នាំ2025កន្លងទៅឃើញថាមានករណីកើនឡើងតែចំនួនអ្នកស្លាប់ថយចុះចាមានករណីកើនឡើងប៉ុន្តែចំនួនអ្នកស្លាប់ថយចុះដោយ6ខែឆ្នាំមុនមានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងលើកម្មករនិយោជិតចំនួន 2309 ករណីមានជនរងគ្រោះសរុបចំនួន 2977 នាក់ស្រីចំនួន 1691 នាក់នៅក្នុងនោះស្លាប់90នាក់ហើយរងរបួសធ្ងន់ចំនួន912នាក់និងរងរបួសស្រាលចំនួន1975នាក់ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញគ្រោះថ្នាក់មានចំនួន4ករណីជនរងគ្រោះសរុបចំនួន94នាក់និងស្រី86នាក់ចាហើយនៅក្នុងនោះក៏មានអ្នកស្លាប់ម្នាក់និងរងរបួសធ្ងន់ចំនួន11នាក់និងរងរបួសស្រាលចំនួន82នាក់លោកបណ្ឌិតបានបន្ថែមទៀតថាមានកត្តាសំខាន់មួយចំនួនដែលជំរុញឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងនៅក្នុងនោះរួមមានការបើកបរលើសល្បឿនកំណត់មិនប្រកាន់ស្ដាំចាបញ្ច្រាស់ទិសកត្តាមិនគោរពសិទ្ធិអតិភិបការបត់មិនត្រឹមត្រូវនិងកត្តាយានយន្តលោកបណ្ឌិតក៏បានធ្វើការអំពាវនាវដល់កម្មករនិយោជិតទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅក្នុងការធ្វើដំណើរទាំងអ្នកដំណើរធ្វើដំណើរដោយម៉ូតូទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករនិយោជិតក៏ត្រូវតែគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីជៀសវាងករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនិងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតទាំងអស់ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់និងយកចិត្តទុកដាក់រាល់ការបើកបរផងដែរនោះចានេះគឺជាតួលេខដែលបង្ហាញឲ្យឃើញតកតងទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍គិតត្រឹមឆមាសទី1ឆ្នាំ2026ដែលមានកម្មករនិយោជិត3800នាក់ដែលបានរងរបួសនិងស្លាប់រងរបួសធ្ងន់ស្រាលហើយក៏មានស្លាប់ដោយសារតែការធ្វើដំណើរមិនថាម៉ូតូយន្តឬក៏ជាពិសេសរថយន្តដឹកកម្មករហ្នឹងហើយអញ្ចឹងជារឿងមួយដែលបងប្អូនត្រូវតែមានការចូលរួមពីគ្រប់ភាគីទាំងអស់ទាំងអាជ្ញាធរពាក់ព័ន្ធទាំងប្រជាពលរដ្ឋខ្លួនឯងដែលជាកម្មករនិយោជិតហ្នឹងក៏ត្រូវតែស្វែងយល់ហើយជាពិសេសក្រុមហ៊ុនដឹកអ្នកដំណើរហ្នឹងដឹកកម្មករហ្នឹងក៏គាត់ត្រូវតែគោរពច្បាប់ចរាចរណ៍ផងដែរដើម្បីរក្សាបាននូវសុវត្ថិភាពជូនទៅដល់អ្នកដែលរួមដំណើរជាមួយយើងអរគុណលោកអ្នកជាទីគោរពនិងជាទីរាប់អានដោយសារតែពេលវេលានៅក្នុងវគ្គទី1យើងនេះក៏ដល់ពេលសម្រាប់យើងខ្ញុំទាំងពីរអ្នកសូមពេលសម្រាប់មួយផ្លែតសិនចា៎